សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះយើងនឹងរៀនបន្តទៀតជាមួយនឹងមេរៀន Docker របស់យើងដែលថ្ងៃនេះគឺយើងនឹងចូលតាក់ទងទៅនឹង Part 2 វិញគឺ Docker Fundamental ហើយអាចនិយាយបានថានៅក្នុងចំណុចវីដេអូ Part 2 នេះគឺខ្ញុំនឹងបង្រៀនមកវីដេអូមក section មកវីដេអូអញ្ចឹងណាដូចទៅនឹង Part 1 អញ្ចឹងអាចនិយាយបានថាក្នុងអឺ Part 2 នេះគឺវាអត់ទាន់ចូលដល់យើងមានថាយើងអត់ទាន់ play ដល់តាក់ទងទៅនឹង command line ច្រើនទេវាច្រើននៅតែជា concept អូខេនិយាយទៅនៅតែជា concept បើតាក់ទងនឹង part 3 គឺយើងនឹងរៀនតាក់ទងនឹង command line សុទ្ធតែម្ដងហ្នឹងហើយអាហ្នឹងបែបអញ្ចឹងអាចនិយាយបានថាក៏ប៉ុន្តែ part 2 ខ្ញុំអត់សូវចង់បរៀនបានទេដោយសារតែតាក់ទងនឹង part 2 នេះគឺភាគច្រើនគឺនិយាយតាក់ទងទៅនឹងគេហៅថា concept ហើយក៏ដូចជាប្រភេទគេហៅថាអ្វីដែលបងប្អូនគួរតែដឹងនៅក្នុងតាក់ទងនឹង Docker អាចនិយាយបានថារៀនទៅវាស្មុគស្មាញដោយសារតែរបស់ដែលយើងអត់ទាន់ត្រូវការច្រើនមិនថាធម្មតាពេលយើងរៀនដំបូងយើងចង់ play around ឲ្យវាច្រើនជាងទៅនឹងចង់ដឹងពីអានឹងជាអីឲ្យប្រកបហើយធ្វើមិនអញ្ចឹងទៅអានឹងវានិយាយទៅស្មុគស្មាញមែនតែខ្ញុំនៅតែត្រូវតែបង្រៀនត្រូវតែនិយាយប្រាប់បងប្អូនឲ្យដឹងតិចទៅកុំឲ្យថាអត់ដឹងសោះអញ្ចឹងទៅអាចថាដឹង basic អញ្ចឹងណាហ្នឹងហើយចាំថ្ងៃក្រោយនៅពេលយើងរៀនតាក់ទងនឹង command line យើងរៀនអីបានច្រើនចាំយើងស្វែងយល់ពីវាលម្អិតជាងហ្នឹងក៏វាល្អមួយយ៉ាងដែរយ៉ាងណាក៏យើងអាចដឹងតិចដែរថាអូ Docker ហ្នឹងវាមានអីខ្លះវាមានតាក់ទងនឹង architecture វាមិនខ្លះក៏ដូចជាតាក់ទងនៅនឹងវាមាន image មាន container វាមានតាក់ទងនៅនឹង registry ឬក៏ Docker Hub អីចឹងទៅហ្នឹងហើយក៏អាចដឹងតាក់ទងនៅនឹងវាមាន volume វាមានតាក់ទង network វាមានតាក់ទងនៅនឹង workflow វារបៀបម៉េចចឹងទៅហ្នឹងហើយអាចដឹងប៉ុណ្ណឹងក៏វាអស្ចារ្យដែរតើអត់ហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមបង្រៀនបងប្អូនបន្ថែមតាក់ទងទៅនឹងDocker architecture អូខេណា Docker architecture ខ្ញុំគិតថាចំណុចនេះអាចនឹងបងប្អូនអាចនឹងយល់តិចទៅមិនយល់ទាំងអស់ក៏អាចថាគ្រាន់តែដឹងទៅកុំឲ្យថាអានឹងវាមានអីខ្លះយើងមិនដឹងអញ្ចឹងតាក់ទងនឹង Docker នៅពេលយើងមក install មកគឺប្រកាសជាវាមានតាក់ទងនៅនឹង Docker desktop ដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនហើយក៏មានតាក់ទងនៅនឹង Docker CLI ដែលយើងអាចធ្វើការ interact វាតាមរយៈ terminal អញ្ចឹងណាហ្នឹងហើយអញ្ចឹងធម្មតាជាទូទៅនៅពេលដែលយើងធ្វើការ interact ដូចជាមើលនេះនៅវីដេអូមុនខ្ញុំអត់តន់បានដកទេអញ្ចឹងនៅពេលដែលយើង interact ដូចជាយើង Docker run hello world អញ្ចឹងនៅពេលយើងវាយ command តាក់ទងនឹង Docker run hello world ធម្មតាគឺតាក់ទងនឹង terminal របស់យើងនេះគឺអាចនិយាយបានថាគឺជា Docker client អាចថាជា client ដែលជាអ្នក request ទៅកាន់ server របស់ Docker អញ្ចឹងទៅណាអញ្ចឹងសុំបន្តិចចឹងក្នុងរូបភាពក៏មានជាការបង្ហាញថានេះ Docker client គឺអាចនិយាយបានថាគឺជា terminal របស់យើងឬក្នុង computer របស់យើងដែលយើងធ្វើការ request ទៅកាន់ Docker ហ្នឹងគឺគេហៅថា Docker client ហើយអាហ្នឹងតាមអញ្ចឹងដែលយើងអាចមានជាការ build មានជាការ RAM មានជាការ pull image អីចឹងទៅអាហ្នឹងគឺ client របស់យើងហើយ Docker client ហើយខាងក្រោមនេះគឺជា Docker engine ដែល Docker engine គឺអាចថាវាជា REST API ក៏ថាបានដែរព្រោះដោយសារនៅពេល Docker client ធ្វើការ request ទៅគឺវា waiting មានថាវាធ្វើការរងចាំនៅរាល់សំណើទាំងអស់ដែល Docker client ធ្វើការ request ទៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើង request ធ្វើអីគឺនៅក្នុង Docker engine គឺវាជា server មួយដែលវាអាចថាវាមានជា API ដើម្បីធ្វើការ request អញ្ចឹងទៅអូខេខ្ញុំសុំស្គមបន្តិចមិញដោយសារតែម៉ាក់ខ្ញុំគាត់ចូលបន្ទប់អូខេឥឡូវខ្ញុំនិយាយដល់ណាខ្ញុំភ្លេចបាយនេះអញ្ចឹងយើងនិយាយដល់តាក់ទងនៅនឹង Docker engine ដែលជា server ហ្នឹងហើយអញ្ចឹង server គឺវាwaiting មានថាវារងចាំនៅរាល់សំណើដែលជា Docker client មកយើង request មកមិនគឺវារងចាំសំណើហ្នឹងទាំងអស់អញ្ចឹង Docker client request ធ្វើអីគឺវាធ្វើតាមយ៉ាងហ្នឹងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអាចថានៅខាងលើគឺវាមានជា daemon ហ្នឹងហើយអាចថា daemon ខ្ញុំហៅត្រូវឬខុសសូមអធិស្ឋានផងណាហ្នឹងហើយ daemon អញ្ចឹង daemon គឺវាមានជា Docker ណា Docker អូខេវាគឺជាអាចថាវាជា API ដើម្បីធ្វើការ listen នៅរាល់សំណើទាំងអស់ហើយវាធ្វើការmandateបន្តនៅខាងក្រោមអាចថាមានជា image មានជា volume មានជា network អីចឹងទៅហ្នឹងហើយហ្នឹងបែបអញ្ចឹងឥឡូវខ្ញុំសុំ slash បន្តិចខ្ញុំសុំនិយាយបន្តិចចេះសុំកាត់បន្តិចចឹងណាអាចនិយាយមកថាសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំមិនដឹងទាំងអស់នៅខាងក្នុង Docker ថាវាមានអីខ្លះទេដោយសារតែខ្ញុំអត់បានទៅឆែក source code របស់គេហើយក៏ខ្ញុំមិនជា contributor របស់គេដែរអញ្ចឹងខ្ញុំអត់ដឹងថាcode របស់គេមិនទេអានេះគឺខ្ញុំស្រង់ពី document របស់គេដូចគ្នាដែលគេនិយាយថាវាអញ្ចឹងអាហ្នឹងក៏ខ្ញុំយកមកបញ្យល់បងប្អូនអញ្ចឹងដែរអញ្ចឹងទៅហ្នឹងហើយ
ចឹងបើថាឲ្យខ្ញុំច្បាស់ហ្មងគឺខ្ញុំអត់ច្បាស់ទេខ្ញុំនិយាយតាម document របស់គេដែរទេអញ្ចឹងបើសិនជាមានទោសខុសកន្លែងណាមួយក៏សូមបងប្អូនមេត្តាអធិស្ឋានដែរណាអានឹងបានអញ្ចឹងណាអូខេអញ្ចឹងឥឡូវយើងចូលបន្តទៀតណាអញ្ចឹងនៅខាងក្រោមគឺវាមាន high level runtime គឺមានជា container ណាខ្ញុំនិយាយពាក្យ container គឺតាម spelling របស់គេនេះចានេះ docker នេះ container អូខេអញ្ចឹងតកតទៅនេះវាបន្ត handle តកតទៅនឹង image pooling storage container supervision អីចឹងទៅហ្នឹងហើយហើយបន្តមកក៏មានខាងក្រោមទៀតគឺតកតទៅនឹង low level runtime គឺមាន run អូខេ run អញ្ចឹងinteract with Linux kernel វាជាមាន namespace មានជា C គ្រប់អីចឹងទៅអញ្ចឹងខាងខ្ញុំអត់សម្គាត់ធ្ងន់ឲ្យបងប្អូនគួរតែស្វែងយល់បន្ថែមនៅក្នុង Docker Engine នេះទេអាចនិយាយថាក្នុង Docker Engine នេះបងប្អូនធ្វើការស្វែងយល់មើលម្ដងបន្តិចទៅមិនចាំបាច់ទៅមើលឲ្យមិនថាមើលវីដេអូខ្ញុំឲ្យយល់ទាំងស្រុងឯងព្រោះខ្ញុំនេះក៏វាមិនចេះទាំងអស់ដែរហ្នឹងហើយអញ្ចឹងមិនចាំយល់ទាំងស្រុងគ្រាន់តែដឹងតិចថាក្នុងនោះវាមានអីខ្លះចឹងទៅហ្នឹងហើយអញ្ចឹងដូចជាបងប្អូនឃើញរូបភាពអញ្ចឹងវាមានដូចជាម៉ាស៊ីនមេធំចឹងទៅជា manager ចឹងទៅហើយបន្តមកមានខាងក្រោមនេះគឺជា high level runtime ដែលវាជា container វាធ្វើការរៀបចំតាក់ទងនឹង process បន្តខាងនឹងបន្តពី manager ពជាមកចឹងទៅហើយបន្តមកខាងក្រោមនេះអាចថាវាជាប្រភេទ low level runtime វាធ្វើការ manage តាក់ទងនឹង namespace និង C group នេះអញ្ចឹងអ្នកតាក់ទង namespace និង C group namespace គឺធ្វើការកំណត់ឲ្យតាក់ទងនឹង container ដែលយើង run ហ្នឹងគឺវា isolation គឺវាដាច់ដោយឡែកពីគេមិនមានជាប់ប្រឡាក់ប្រឡប់ជាមួយគេចឹងទៅហើយបើតាក់ទងនឹង C group គឺវាធ្វើការ manage តាក់ទងនឹង resource limit អាចថាមានជា memory មានជា CPU ចឹងទៅអាហ្នឹងបែបអញ្ចឹងអញ្ចឹងអាហ្នឹងគឺវាប៉ុណ្ណឹងខ្ញុំគិតថាវាប៉ុណ្ណឹងអញ្ចឹងគ្រាន់ចង់ឲ្យបងប្អូនដឹងថាក្នុង Docker architecture ឬក៏ Docker engine ហ្នឹងគឺវាមានជា Docker client និង Docker engine អញ្ចឹង Docker client គឺយើងជាអ្នកបញ្ជាជាអ្នក request ទៅតាម terminal ហ្នឹងអាហ្នឹង Docker client ហើយតាក់ទងនឹងខាងក្នុងគឺ Docker engine ហើយក្នុងហ្នឹងគឺវាមានជា API មានជា socket មានជាអីអាហ្នឹងបងប្អូនអាចធ្វើការស្វែងយល់បន្ថែមពីលើនឹងបន្ថែមទៀតចឹងទៅខ្ញុំអាចបញ្យល់បានតែប៉ុណ្្នឹងទេខ្ញុំមិនដឹងថាបញ្យល់មិនទៀតទេអូខេចឹងក្នុងវីដេអូនេះខ្ញុំដូចជាមានតែប៉ុណ្្នឹងដូចគ្នាណាហ្នឹងហើយចឹងបើសិនជាបងប្អូនមានចម្ងល់កន្លែងណាអាចធ្វើការសាកសួរបន្ថែមបានចឹងខ្ញុំសូមស្លេះប៉ុណ្្នឹងសិនអរគុណច្រើនបាយបាយ